ហើយតោះមកទាំងអស់គ្នាមកមើល AI ដាក់ឈ្មោះកូនខ្ញុំតិចចង់ដឹងថាវាដាក់ឈ្មោះយ៉ាងណាហើយបើដំណាពិបាករកឈ្មោះដាក់ឲ្យកូននេះ AI ជួយបានតោះឥឡូវសាកល្បងទាំងអស់គ្នាដំបូងគឺខ្ញុំសាកល្បងប្រើកម្មវិធី DeepSeek ដាក់មួយមកហើយខ្ញុំទៅសេសួស្តីខ្ញុំឈ្មោះសង្រានប្រពន្ធខ្ញុំឈ្មោះចន្ទភូហើយកូនស្រីអូកូនស្រីទីមួយរបស់ខ្ញុំឈ្មោះបរមីឈ្មោះបរមីតើកូនស្រីទីពីររបស់ខ្ញុំគួរដាក់ឈ្មោះអ្វីគួរដាក់ឈ្មោះអ្វីទិសមទិសមសុំឈ្មោះបែបខ្មែរឈ្មោះបែបខ្មែរចាំមើលតើចម្លងវាគឺដាក់ឲ្យយ៉ាងម៉េចមើលតាមដានទាំងអស់គ្នាទៅហើយសេកទៅហើយសួស្តីរីករាយណាស់ដែលបានជ្រាបគ្រួសាររបស់លោកសារ៉ាននិងអ្នកស្រីចន្ទធូកំពុងមានកូនស្រីទី2នេះជាព័ត៌មានដ៏រីករាយឈ្មោះបូរមីគឺជាឈ្មោះដ៏ស្រស់ស្អាតមានន័យថាព្រះច័ន្ទពេញវង្សឬពេញលក្ខណៈដើម្បីបន្សំជាបងប្អូនខ្ញុំគិតថាឈ្មោះសម្រាប់ដាក់ឲ្យកូនដាក់ឲ្យហើយឈ្មោះសម្រាប់ដាក់ឲ្យកូនដ៏ស្រស់ស្អាតដែលមានន័យហើយអាចទាក់ទងគ្នានឹងឈ្មោះបូរមីតាមរយៈអត្ថន័យឬសំឡេងខ្ញុំសូមយកឈ្មោះខ្មែរដ៏ស្រស់ស្អាតមួយចំនួនមកជូនដូចខាងក្រោមក្រុមឈ្មោះដែលសមស្របជាមួយបូរមីអាចជាអត្ថន័យដោយបូរមីមានពាក់ព័ន្ធទៅនឹងភាពស្អាតឥតខ្ចោះពេញលក្ខណៈនឹងពន្លឺច័ន្ទឈ្មោះទី1រតនៈត្បូងទី2កញ្ញាស្រីមានន័យថាកូនស្រីដ៏ស្អាតទី3ស្រីមាសល្អឥតខ្ចោះទី4មณีរតន៍ត្បូងដ៏មានប្រាជ្ញាទី5សុភាឈ្មោះល្អសុភមង្គលឈ្មោះដែលទាក់ទងទៅនឹងភាពស្រស់ស្អាតម៉ោងមានម៉ោងទៀតវណ្ណដាផ្កាដាវិចរាជធានីឈ្មោះផ្កាដ៏ស្រស់មួផ្កាមួឈ្មោះដ៏ពេញនិយមនិងស្រស់ស្អាតសាគរសមុទ្រធំទូលាយមានអារម្មណ៍និយមឈ្មោះក្រុមឈ្មោះបុរាណដែលមានសម្រស់ពេជ្ររតន៍ត្បូងពេជ្របុប្ផាស្រីបញ្ញាសុធាភាពបរិសុទ្ធហេមមាសឈ្មោះដែលមានសំឡេងដំណឹងល្អសំណាងស្រីសន់ផាន់ដីវិទ្យាចំណេះដឹងមករាឈ្មោះដ៏ស្រស់ការណែនាំឈ្មោះខ្លួនប្រសិនបើលោកអ្នកចូលចិត្តពេញលក្ខណៈដូចបូរមីខ្ញុំណែនាំឈ្មោះមួយគឺរតនៈកញ្ញាសេរីមាសហើយប្រសិនបើចូលចិត្តភាពស្រស់ស្អាតធម្មជាតិខ្ញុំសូមណែនាំឈ្មោះគឺម៉ោងរាជធានីនិងមួសូមជ្រើសរើសឈ្មោះ
ណាដែលលោកអ្នកដែលលោកនិងលោកស្រីចូលចិត្តបំផុតហើយសម្រួលដោយនាមត្រកូលរបស់គ្រួសារសូមជូនពរឲ្យកូនស្រីទី2របស់លោកនិងលោកស្រីមានសុខភាពល្អនិងរីកធំជាងកូនស្រីដ៏ស្រស់និងរីកធំជាកូនស្រីដ៏ស្លាតស្រស់ស្អាតនាំមកនៅសិរីសួស្តីឈ្មោះដែលមានអត្ថន័យល្អគឺឈ្មោះម៉ោងម៉ោងឯនឹងមួឈ្មោះល្អឥឡូវខ្ញុំសំសាកមួយទៀតគឺយកទៅប្រើនៅក្នុង ChatGPT ម្ដង copy អានេះចេញតោះយើងចូលទៅ ChatGPT ទាំងអស់គ្នានេះ ChatGPT យកតែ ChatGPT ហើយ DeepSeek ចិននិងអាមេរិកដាក់ឈ្មោះខុសគ្នាយ៉ាងម៉េចមើល ChatGPT បោះណា ChatGPT បោះអាមេរិកហើយ DeepSeek វិញបោះចិនឥឡូវមើលពីរហ្នឹងវាដាក់ឈ្មោះខុសគ្នាមិនមើលទៅហើយសួស្តីលោកសារ៉ានឈ្មោះបូរមីមានន័យល្អស្រស់ស្អាតមានពណ៌អស្ចារ្យដែលស្រែកស្អាតណាស់ដើម្បីឲ្យឈ្មោះកូនស្រីទី2សមនឹងឈ្មោះបូរមីនិងសូមឈ្មោះម្ដាយឪពុកសារ៉ានច័ន្ទធូខ្ញុំសូមផ្ដល់ជូនឈ្មោះខ្មែរដែលមានសោភ័ណភាពនិងអត្ថន័យល្អៗជាច្រើនជម្រើសរបស់អាមេរិកជាមួយអាមេរិកវាចេះដាក់អត់ចម្រុះសមស្របជាមួយបូរមី Bowling មានន័យថាពណ៌ស្អាតលីលាជារូបដ៏ស្រស់2បូស្រីនាមានន័យថាកុមារីដ៏ស្រស់ស្អាតមានសេចក្តីសុខនិងភាពសប្បុរសបូសុភាមានន័យថាពណ៌ស្អាតនិងមានសុភមង្គល4បូចន្ទាមានន័យថាពណ៌ស្រស់ដូចពន្លឺច័ន្ទសមនឹងឈ្មោះម្ដាយចន្ទធូទី5បូរតនាមានន័យថាពណ៌ដ៏ថ្លាមានតម្លៃដូចគ្រឿងអលង្ការបើចង់ឲ្យឈ្មោះខុសរៀងខុសតិចម្ដងតែសំឡេងស្រស់ស្អាតស្រដៀងនឹងបូរមីមានសុរិមាមានន័យថារីករាយសុភមង្គលដូចជាព្រះអាទិត្យមនោមីដូចនៅក្នុងរឿងព្រេងនាងមនោមីនិងកែវមយូរាស្អីដណ្ដើមគ្នាមានន័យថាក្តីស្រឡាញ់និងភាពទន់ភ្លន់រតនាមីមានន័យថាគ្រឿងអលង្ការនិងពន្លឺទី4ចរិយាមានន័យល្អមានន័យថាមានចរិតល្អស្រស់ស្អាតនេះChatGPT ឬប្រព័ន្ធបន្តិចឬអញ្ចឹងតែមើលទាំងអស់គ្នាយើងយ៉ាងណាដែរចំពោះឈ្មោះទាំងពីរAI ទាំងពីរនេះតើអាចទទួលយកបានទេបើមិនណាពិបាករកឈ្មោះដាក់ឲ្យកូននេះ AI ជួយបានមើលទៅរៀងព្រោះគ្រាន់តែបើដែរឈ្មោះខ្លះចឹងមានតែប៉ុណ្ណឹងសូមអរគុណច្រើនសម្រាប់ការជួយតាមដាន